ជួលបន្ទប់ជួលស្នាក់នៅ3នាក់ពួកម៉ាក់ដើម្បីរៀនបញ្ចប់នៅពេញប៉ុន្តែសំណាងមិនល្អពួកម៉ាក់របស់គាត់ម្នាក់ហ្នឹងគឺបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលដែលគាត់ធ្វើដំណើរត្រឡប់មកពីធ្វើការងារវិញទាំងយប់ជ្រៅចាប់តាំងពីពេលហ្នឹងមកនៅក្នុងបន្ទប់ជួលរបស់គាត់ចាប់ផ្ដើមមានរឿងរ៉ាវមិនប្រក្រតីកើតឡើងដំបូងគាត់ជាមួយនឹងពួកម៉ាក់របស់គាត់ម្នាក់ទៀតគាត់ថាវាជារឿងធម្មតាទេអាចនឹងគាត់នឹងមិនតន់ដឹងខ្លួនឯងស្លាប់អីចឹងណាប៉ុន្តែយូរទៅពួកម៉ាក់របស់គាត់ដែលស្លាប់ទៅនោះទាំងអស់គ្នាគឺតែងតែបង្ហាញខ្លួនឲ្យពួកគាត់ឃើញជារឿយៗគាត់ក៏សម្រេចចិត្តថាអត់អាចនៅបន្ទប់ជួលមួយហ្នឹងតទៀតបានទេចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់ឈ្មោះថាពិសីប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងនៅក្នុងបន្ទប់ជួលដែលគាត់ជួលស្នាក់នៅ3នាក់ពួកម៉ាក់របស់គាត់កាលពីឆ្នាំ2018នៅម៉ោងប្រហែលជាខ្ទង់2 10យប់គាត់កំពុងតែដេកនៅលើគ្រែជាមួយនឹងពួកម៉ាក់របស់គាត់ម្នាក់ទៀតហ្នឹងណាកំពុងដេកក៏ស្ដាប់តែមានទូរស័ព្ទគាត់រោឡើងពេលទូរស័ព្ទរបស់គាត់រោឡើងហ្នឹងគាត់ក៏ទាញមកមើលពេលទាញមកមើលហ្នឹងបងប្អូនលេខហ្នឹងគាត់មិនដែលស្គាល់ពីមុនមកទេគាត់ក៏សម្រេចចិត្តថាលើកទទួលហ្មងទៅពេលលើកទទួលភ្លាមបងប្អូនអ្នកដែលគេនៅខ្សែមួយចំហៀងទៀតក៏ប្រាប់គាត់ថាចេះសួស្ដីអូនឯងឈ្មោះពិសីហ្នឹងមែនអូនឯងពួកម៉ាក់លីនដាត្រូវអត់អញ្ចឹងគាត់ថាហ្នឹងហើយបងមានការអីមែនអញ្ចឹងគាត់ថាចេះពួកម៉ាក់បងឯងឈ្មោះថាលីនដាហ្នឹងណាពេលគាត់ធ្វើដំណើរត្រឡប់មកពីធ្វើការងារវិញហ្នឹងគាត់ក៏ត្រូវបានឡានមួយជិះមកបុកពេញមកទំហឹងដែលឡានហ្នឹងគឺគេបាក់ទាំងសវឹងអីចឹងទៅអញ្ចឹងពេលឮចឹងព្រាមបងប្អូនដំបងគាត់អត់ជឿទេគាត់គិតថាគេបោកគាត់អីចឹងណាបងប្អូនប៉ុន្តែគឺគេនៅតែបញ្ជាក់ដែរថាបើអត់ជឿទេមកកន្លែងកាត់ហេតុមកហើយកន្លែងកាត់ហេតុហ្នឹងទៀតបងប្អូនគឺមិននៅខេត្តនៅអីណាគឺនៅជ័យក្រុមយើងនឹងទេនៅក្នុងពេញចឹងដែរចឹងបងប្អូនអញ្ចឹងគាត់ក៏ដាស់ពួកម៉ាក់របស់គាត់ម្នាក់ទៀតឲ្យក្រោកឡើងពួកម៉ាក់របស់គាត់ពេលក្រោកហើយក៏នាំគ្នាជិះម៉ូតូទៅកន្លែងកើតហេតុពេលជិះទៅកន្លែងកើតហេតុកន្លែងហ្នឹងគឺដោយសារតែវាជប់ខ្លាំងពាក់ស្មានមនុស្សនៅច្រើនទេគឺមានតែប៉ូលីសជាមួយនឹងមនុស្ស2 3នាក់អីចឹងបងប្អូនអញ្ចឹងពេលហ្នឹងគាត់ក៏ឈប់ម៉ូតូភ្លាមដើរទៅកន្លែងកើតហេតុពេលដើរទៅគាត់បានឃើញអ្នកដែលបើកបកគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺអង្គុយនៅក្នុងឡានជាមួយនឹងសុភាពគឺរបៀបថាភ័យញ័រដៃញ័រជើងហើយរៀងសង្វឹងរៀងអីចឹងហ្នឹងតាមអីដែលគេប្រាប់គាត់ចឹងបងប្អូនចំណែកពួកម៉ាក់របស់គាត់វិញគឺនៅខាងក្រោមឡានជាមួយនឹងសុភាពគឺផ្កាប់មុខពួកម៉ាក់របស់គាត់ហ្នឹងគឺស្លាប់បាត់ហើយទាំងអស់គ្នាសុភាពសាក់សពពួកម៉ាក់គាត់គឺឈាមដាមនៅពេញផ្លូវនឹងឯងចឹងពេលដែលគាត់ឃើញចឹងគឺគាត់ជាមួយនឹងពួកម៉ាក់របស់គាត់ម្នាក់ទៅគឺទុនដៃទុនជើងហ្មងដោយសារពួកគាត់3នាក់ហ្នឹងគឺស្នាក់នៅបន្ទប់ជួលជាមួយគ្នាហ្នឹងគឺមានរយៈពេល2 3ឆ្នាំហើយទាំងអស់គ្នាតាំងពីរៀនចាប់ភ្លាមឡើងមកពេញជាមួយគ្នាភ្លាមគឺជួបបន្ទប់ស្នាក់នៅមួយគ្នាភ្លាមចឹងទៅដល់ពេលសុកមានរឿងរ៉ាវចឹងកើតឡើងពួកគាត់ទទួលយកអត់បានទេគាត់ព្យាយាមតំណែងទៅម៉ាក់របស់ពួកម៉ាក់គាត់ដែរដោយសារម៉ាក់ពួកម៉ាក់គាត់គឺនៅក្នុងស្រុកនៅក្នុងខេត្តជាមួយនឹងពិសីនឹងដែរទេក៏ព្យាយាមទេទៅអីចឹងទៅប៉ុន្តែគាត់និយាយថាដោយសារគាត់ស្លន់ពេកគាត់ទេទៅច្រឡំនឹង2 3នាក់រហូតដល់ទេទៅលើកចុងក្រោយក៏ចាំទៅពួកម៉ាក់របស់ពួកម៉ាក់គាត់នឹងឯងពេលនោះគាត់ក៏ប្រាប់ហេតុការប្រាប់អីនោះទៅម៉ាក់របស់ពួកម៉ាក់គាត់ពួកម៉ាក់របស់គាត់គាត់ទៅលើព្រាមគឺស្រែកមកតំហឹងហ្មងស្រែកមកតំហឹងទាំងអស់គ្នាប៉ុន្តែគាត់ដឹងថាអ៊ំស្លាប់ឬក៏អត់ទេគាត់តែមានអ្នកផ្សេងទៀតគឺយកទូរស័ព្ទនោះមកនិយាយបន្តសួរថាចាស់មិនអីចឹងណាចាំគាត់ថាចឹងផុតបាត់ហើយអត់រស់ហើយគឺផុតបាត់ហើយអញ្ចឹងពេលហ្នឹងគាត់ក៏ចុចបាត់ទៅទាំងអស់គ្នាចំណែកសាកសពហ្នឹងណាគឺគេយកទៅមន្ទីរពេទ្យនឹងឯងគាត់ក៏ត្រឡប់មកបន្ទប់វិញជាមួយនឹងពួកម៉ាក់របស់គាត់ម្នាក់ទៀតត្រឡប់មកបន្ទប់វិញហ្នឹងទាំងអស់គ្នាគាត់អត់មានព្រលឹងនៅក្នុងខ្លួនទេដោយសារតែអារម្មណ៍របស់គាត់នៅតែតាមពួកម៉ាក់របស់គាត់បបួលពួកម៉ាក់របស់គាត់ម្នាក់ហ្នឹងត្រឡប់ទៅពេទ្យវិញដើម្បីមើលច្បាស់អញ្ចឹងណាប៉ុន្តែពួកម៉ាក់របស់គាត់ថាចេះទៅមើលហ្នឹងគាត់ទៅមើលទៅសាកសពដែរមិនមើលមនុស្សឈឺទេគឺមនុស្សគឺបានស្លាប់បាត់ហើយអញ្ចឹងសង្ងំនៅក្នុងបន្ទប់ទៅសង្ងំរបៀបថាចាំភ្លឺចាំអីចាំតរោម៉ាក់ប៉ារបស់លីនដាដែលឡើងមកពីខេត្តមកអញ្ចឹងបងប្អូនអញ្ចឹងពួកគាត់ក៏សង្ងំនៅក្នុងបន្ទប់តែម្នាក់គឺដេកអត់លក់ទេមិនមែនខ្លាចខ្មៅទេណាគឺគាត់នឹកអាណិតពួកម៉ាក់របស់គាត់ពួកម៉ាក់របស់គាត់ម្នាក់ហ្នឹងគឺប្រឹងប្រែងរៀនខ្លាំងទាំងអស់គ្នាហើយក៏របៀបថាគ្នារៀនពេលថ្ងៃពេលព្រឹកពេលអញ្ចឹងទៅចំណែកពេលយប់គឺប្រឹងប្រែងធ្វើការអញ្ចឹងដល់ម៉ោង2 10ម៉ោង1ទើបចេញទៅធ្វើការប៉ុន្តែសំណាងមិនល្អហើយត្រូវបានគេបុកស្លាប់នឹងឯងគាត់ចាំរហូតដល់ព្រឹកម៉ោងប្រហែលជាខ្ទង់6ភ្លាមគាត់ទៅមន្ទីរពេទ្យភ្លាមទៅដល់មន្ទីរពេទ្យភ្លាមគឺឃើញសាក់សពត្រូវបានគេលើកដាក់ឡានហើយដើម្បីយកទៅខែអញ្ចឹងដោយសារតែម៉ាក់ប៉ារបស់ពួកម៉ាក់គាត់គឺបានមកដល់ហើយមីងហើយនឹងពូហ្នឹងគាត់ឃើញគាត់គឺអោបគាត់ទាំងពីរនាក់ហ្មងដោយសារនិយាយបានថា3នាក់ពួកគាត់នៅក្នុងខេត្តជាមួយគ្នាស្គាល់គ្រូសាទៅវិញទៅមកដែរអញ្ចឹងណាទើបគេព្រមឲ្យកូននៅជាមួយគ្នាអញ្ចឹងទៅអញ្ចឹងពេលនេះគាត់ក៏បានឡើងធ្វើបុណ្យនៅខេត្តជាមួយគ្នាទៀតទាំងអស់គ្នាពេលដែលឡើងធ្វើបុណ្យហ្នឹងទាំងអស់គ្នាគាត់ជំនឿពួកម៉ាក់របស់គាត់ម្នាក់ហ្នឹងគឺទុនដៃទុនជើងឲ្យស្អីក៏ធ្វើបានដែរចំណែកម៉ាក់របស់ពួកម៉ាក់គាត់វិញគឺគិតតែពីយំស្ដាយកូនអាណិតកូនអីអញ្ចឹងដល់គ្នាក្រោយពេលដែលបុណ្យសពចាប់ហើយគាត់ក៏ត្រឡប់មកពេញវិញដូចធម្មតាដើម្បីរៀនបន្តអញ្ចឹងណាអញ្ចឹងគាត់ក៏ត្រឡប់មកវិញអញ្ចឹងទៅគាត់ជំនឿពួកម៉ាក់របស់គាត់គឺម្នាក់រៀននៅវេនថ្ងៃម្នាក់ទៀតហ្នឹងគឺរៀននៅវេនព្រឹកពិសីគឺគាត់រៀននៅវេនព្រឹកចំណែកពួកម៉ាក់របស់គាត់ម្នាក់ហ្នឹងគឺរៀនពេលថ្ងៃចាប់ពីម៉ោង2ទៅដល់ម៉ោង6ទៅគាត់ចេញពីសាលាវិញអញ្ចឹងណាអញ្ចឹងគាត់ក៏ត្រូវដូរផ្លាស់គ្នារហូតអីចឹងទៅអញ្ចឹងក្រោយពេលដែលពួកម៉ាក់របស់គាត់ឈ្មោះថាលីណាហ្នឹងស្លាប់បានប្រហែលជា
ទង់7ទៅ8ថ្ងៃនៅមកប្រហែលជាខ្ទង់មកពីត្រឡប់ថ្ងៃត្រង់ណាពិសេសគាត់ក៏ត្រឡប់មកពីសាលាវិញពេលហ្នឹងពួកម៉ាក់របស់គាត់ម្នាក់ទៀតគឺអត់នៅបន្ទប់ទេដោយសារគាត់ប្រាប់ថាគាត់ត្រូវធ្វើ assignment គាត់ឡើងទៅធ្វើ assignment មួយពួកម៉ាក់របស់គាត់ផ្សេងទៀតដែលគេអ្នករៀនមួយថ្ងៃហ្នឹងឯងអញ្ចឹងគាត់នឹងក៏មានបានថៃដែរចូលមកក្នុងបន្ទប់រៀបចំហូបបាយដាំបាយដើម្បីអញ្ចឹងណាពេលគាត់ដាំបាយដាំអីទៅទាំងអស់គ្នាគឺគាត់ធំក្លិនពួកម៉ាក់របស់គាត់ឈ្មោះថាលីដាដែលបានស្លាប់ទៅនេះធំក្លិនរបៀបថា20ក្លិនហ្នឹងរបៀបថាក្លិនដូចដើរចូលមកចិត្តគាត់អីចឹងណាប៉ុន្តែគាត់ក៏គិតថាចេះវាមិនអាចទេដោយសារពួកម៉ាក់របស់គាត់មិនតែធ្វើអាក្រក់ទេតែស្លាប់ទៅចាប់ជាតិអីចឹងទៅគាត់អត់ស្ូវជឿលើរឿងខ្មោចផងពេលហ្នឹងប៉ុន្តែក្លិនហ្នឹងចេះតែមកអីចឹងណាគាត់ក៏គិតថាចេះសង្ស័យតែកៅអៅរបស់ពួកម៉ាក់គាត់ព្រោះពេលដែលពួកម៉ាក់របស់គាត់ស្លាប់ហើយព្រាមហ្នឹងកៅអៅគឺនៅពេញក្នុងបន្ទប់ដដែលគេអញ្ចឹងក្រោយពេលដែលគាត់កំពុងតែដាំបាយនេះគាត់ក៏ចាប់ដាំបាយទៅប្រមូលកៅអៅពួកម៉ាក់របស់គាត់ដាក់នៅក្នុងកាបូបឲ្យពួកម៉ាក់របស់គាត់ដើម្បីផ្សាយទៅស្រុកផ្សាយទៅអីចឹងទៅគាត់អាចចិត្តបោះចោលកៅអៅរបស់ពួកម៉ាក់របស់គាត់ហ្នឹងទេទាំងអស់គ្នាគាត់ក៏បាត់ចូលកាបូបបាត់អីចឹងណាពេលបាត់ចូលកាបូបបាត់អីទៅហ្នឹងគាត់គិតថាវានឹងលែងមានក្លិនហើយប៉ុន្តែអត់ទេទាំងអស់គ្នាពេលគាត់កំពុងតែអង្គុយហូបបាយនៅម៉ោង2 10ថ្ងៃត្រង់ហ្នឹងគាត់ធំក្លិនពួកម៉ាក់របស់គាត់មកបានតិចទៀតឯក្លិនហ្នឹងគឺវាថាបក់កាត់ច្រមុះគាត់ដូចដើរកាត់ច្រមុះគាត់ដើរកាត់មុខគាត់អញ្ចឹងគាត់ក៏ព្យាយាមហត់អញ្ចឹងឲ្យថាក្លិននេះភ្លឺពួកម៉ាក់របស់គាត់ហ្នឹងឯងគាត់ហ្នឹងក៏តែទៅសួរពួកម៉ាក់របស់គាត់ម្នាក់ទៀតដែលគេកំពុងតែធ្វើ assignment ហ្នឹងណាសួរថាចេះហើយអញចាប់អារម្មណ៍ថាមួយថ្ងៃ2ថ្ងៃហ្នឹងមានធំក្លិនអីនៅក្នុងបន្ទប់អត់ពួកម៉ែគាត់ម្នាក់ថាអត់មានទេអត់មានក្លិនអីទេគាត់បានធំអីទេគេក៏រវល់ទៅចុចបិទបាត់ទៅអញ្ចឹងគាត់ក៏បន្តហូបបាយរួចគាត់ក៏ដេកនៅលើក្រែពេលដែលគាត់ដេកហ្នឹងដល់គ្នាដោយសារតែគាត់ពុលបាយគាត់ហូបបាយហើយគាត់ដេកលក់ទៅរហូតដល់ម៉ោងប្រហែលជាខ្ទង់ម៉ោង6 7ល្ងាចនេះដើម្បីចាប់តាមនឹងនេះទាំងគ្នាក៏សាប់ទ្វារបន្ទប់គាត់បើកពេលទ្វារបន្ទប់គាត់បើកគាត់គិតថាពួកម៉ែគាត់ម្នាក់ហ្នឹងដើរចូលមកហើយពួកម៉ែគាត់ធ្វើអសាមញ្ញហ្នឹងណាព្រោះពួកម៉ែគាត់ម្នាក់ហ្នឹងគឺមានសៅម្នាក់មួយទ្វារបន្ទប់បើករួចក៏បិទវិញដើរចូលទៅផ្ទះបាយអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់លើថាតែគាត់ឮថាបើកផ្នែកភ្លាមហ្នឹងគឺមិនទាន់ក្រាបរួចតែគាត់នៅធ្ងន់នឹងខ្លួនធម្មតាឲ្យតែពេលយើងដេកថ្ងៃគឺធ្ងន់ខ្លួនអត់ឲ្យសារថ្ងៃជន់ថ្ងៃអញ្ចឹងទៅគាត់ប្រឹងក្រោកអង្គុយកាច់ខកាច់ខ្លួនអីចឹងហើយក៏ក្រោកដើរទៅផ្ទះបាយដើម្បីចង់ដឹងថាពួកម៉ាក់របស់គាត់ដាំបាយនៅដើរទៅផ្ទះបាយគាត់នឹងក៏ចុចបើកភ្លើងប៉ុន្តែនៅក្នុងបន្ទប់ហ្នឹងអត់មានពួកម៉ាក់របស់គាត់ម្នាក់ហ្នឹងទេអត់មានពួកម៉ាក់គាត់ម្នាក់ហ្នឹងទេទាំងអស់គ្នាគឺបន្ទប់ហ្នឹងគឺមានតែគាត់តែម្នាក់ឯងគាត់ហើយគាត់លឺសំឡេងចេញពីបន្ទប់ផ្សេងៗទៀតអីចឹងទៅគាត់ក៏ចេះសង្ស័យតែមុនហ្នឹងគាត់ដេកស្មើដេកគិតច្រើនគាត់តែពួកម៉ាក់របស់គាត់មកវិញអញ្ចឹងណាអញ្ចឹងគាត់ក៏ក្រោករួចក៏ទាញកសែងចូលក្នុងបន្ទប់ទឹកមួយទឹកឲ្យស្លាខ្លួនដើម្បីដាំបាយដើម្បីចឹងទៅពេលគាត់កំពុងមួយទឹកហ្នឹងក៏គាត់លឺសំឡេងទ្វារបើកម្ដងទៀតលឺសំឡេងទ្វារបើកហើយលឺសំឡេងនិយាយប៉ុន្តែគាត់អត់ដឹងថានិយាយទេស្ដាប់អត់បានព្រោះទៅពេលគាត់កំពុងតែបើកទឹកដល់លើក្បាលរបស់គាត់ហូរស្រក់មកចឹងណាអញ្ចឹងគាត់ក៏លឺសំឡេងនិយាយរួចក៏លឺសំឡេងនិយាយថាដោយគ្រុំក្រាស់នៅកន្លែងផ្ទះបាយដើម្បីយកឆ្នាំងយកដាំបាយចឹងទៅហើយលឺសំឡេងស្រែកថោកស្អីចឹងណាគាត់ក៏ថាចេះស្លយគេកំពុងអាចស្លអញ្ចឹងហូបស្រាប់ចង់ហូបអីចឹងណាម្នាក់ហ្នឹងក៏អត់ឆ្លើយវិញដែរអញ្ចឹងគាត់ក៏រៀបថាមួយទឹកដោះស្បួលអីរួចក៏បាក់ទ្វីចេញមកពេលដែលមួយទឹកដោះស្បួលអីបាក់ទ្វីចេញមកវិញដល់គ្នានៅផ្ទះបាយគឺធម្មតាអាកន្លែងនេះគាត់អាសាដាំបាយហ្នឹងគឺអត់មានអីទាំងអស់ឆ្នាំងក៏អត់មានថង់ដែលគាត់លឺស្លេងហ្នឹងក៏មានដែរគាត់ក៏ដើរចេញមកវិញស្រាប់តែមើលទៅកាបូបពួកម៉ាក់របស់គាត់គាត់ដាក់កៅចូលក្នុងកាបូបហ្នឹងណាកៅគឺរាយបាយដូចមានគេវាថាបាក់កាបូបហ្នឹងចេញមកអញ្ចឹងពេលហ្នឹងអារម្មណ៍ដំបូងគាត់គិតថាប្រហែលជាមានចៅចូលបន្ទប់គាត់ភ័យងល់ខ្លួនស្ទុះទៅបាក់ទ្វារវាថាស្ទុះទៅឈរមុខទ្វារឲ្យស្រែកថាចៅអញ្ចឹងទៅទាំងអស់គ្នាអញ្ចឹងអ្នកផ្សេងទៀតគេក៏ជួយមកមើលពេលគេចូលមកមើលហ្នឹងក៏មានឃើញអីទេមានតែកៅដែលត្រូវកាយហើយហ្នឹងប៉ុន្តែអត់មានអីផ្សេងទៀតទេអញ្ចឹងពេលហ្នឹងទាំងអស់គ្នាអារម្មណ៍របស់គាត់ចាប់ផ្ដើមគិតថាចេះបើសិនជាមិនមែនចៅទេចាប់ពីណាគេចូលមកក្នុងបន្ទប់កាយគាត់កាន់តែអារម្មណ៍គាត់គ្មានចម្លែកទៅគាត់ចាំរហូតដល់ពួកម៉ាក់របស់គាត់ត្រឡប់មកពីធ្វើ assignment វិញនៅម៉ោង8 9 យប់គាត់ក៏ប្រាប់ពីហេតុការណ៍ដែលគាត់បានជួបអីអញ្ចឹងណាពួកម៉ាក់របស់គាត់ក៏ថាចេះវាមិនអីទេហើយសង្ស័យទៅវាទៅដឹងខ្លួនឯងស្លាប់អីអញ្ចឹងណាធម្មតាទៅពួកម៉ាក់យើងទេទៅខ្លាចអីសិតតែបាក់ខ្មោចក៏ខ្មោចពួកម៉ាក់របស់ខ្លួនឯងដែរធម្មតារបៀបថាគាត់អត់ខ្លាចអីអញ្ចឹងណាអញ្ចឹងគាត់ក៏និយាយថាគិតតាមពួកម៉ាក់របស់គាត់ម្នាក់ហ្នឹងអញ្ចឹងទៅម្នាក់ទៀតក៏គេចូលទៅមួយទឹកអញ្ចឹងគាត់ក៏ឡើងលើក្រេដេកម្នាក់ទៀតក៏គេមួយទឹកមួយរៀបដើរចេញពីក្នុងបន្ទប់ទឹកវិញក៏ឡើងលើក្រេដេចុចទូរស័ព្ទបន្តរហូតដល់ដេកលក់ជុំគ្នាពេលដែលពួកគាត់ដេកលក់ជុំគ្នានឹងទាំងអស់គ្នាក៏ស្រាប់តែគាត់មើលឃើញស្មៅពួកម៉ាក់របស់គាត់ដែលស្លាប់ទៅនោះអស់គ្នាគឺដើរចូលមកតាមទ្វារប៉ុន្តែបាត់ទ្វារណាដើរចូលមកតាមទ្វារដើរមកឈរនៅគៀនក្រែរបស់គាត់ឈរមើលពួកគាត់ដូចយំដាក់គាត់ហ្មងយំដាក់ក្រែហ្នឹងហ្មងយំដាក់ក្រែហ្នឹងអញ្ចឹងទៅក្រែហ្នឹងពួកគាត់ពីមុនមកពេលពួកម៉ាក់របស់គាត់នៅរស់ហ្នឹងគឺដេកគ្នា3នាក់ប៉ុន្តែម្នាក់ហ្នឹងគឺដើរមកយំនៅកន្លែងក្រែហ្នឹងគាត់ថាពេលហ្នឹងគាត់មិនទៅយល់សប្តិទេទាំងគ្នាគឺគាត់បាននិយាយថាឃើញគ្រាន់តែឃើញហ្នឹងគឺរបៀបថាដោយសារតែបន្ទប់របស់គាត់បិទភ្លើងនៅសល់តែភ្លើងចាំងតាមអត់ខ្យល់ចូលមកហ្នឹងធ្វើឲ្យគាត់បានឃើញរូបរាងមនុស្សស្រីឈរយំតែ
តែគាត់ដឹងច្បាស់ថាជារូបរាងរបស់ពួកម៉ាក់របស់គាត់នឹងឯងទាំងអស់គ្នាអញ្ចឹងពេលហ្នឹងគឺគាត់ភ័យងាប់ក្នុងតែគាត់ប្រឹងទប់អីចឹងទៅដល់ពេលព្រឹកឡើងគាត់ប្រាប់ពួកម៉ាក់គាត់នឹងទៀតពួកម៉ាក់គាត់ថាអីទេមិនបាច់ខ្លាចទេសិនពួកម៉ាក់ឯងទេទាំងអស់គ្នាប្រាប់គាត់អញ្ចឹងទៀតអញ្ចឹងណារហូតដល់រឿងមួយហ្នឹងវាកន្លងគាត់ទៅបាន2ថ្ងៃស្រាប់តែពួកម៉ាក់របស់គាត់ម្នាក់ហ្នឹងមកប្រាប់ថាចែករើបន្ទប់ចេញទៅអញនៅនឹងអត់បានទេមិនបាច់នៅនឹងទៀតទេរើបន្ទប់ចេញទៅអាចចង់នៅនឹងអញ្ចឹងណាអញ្ចឹងគាត់ក៏សួរថាមិនគាត់គឺព្រមប្រាប់ត្រង់ក្នុងឋានចែកនៅពេលដែលគាត់ប្រាប់ឲ្យពិសីថាមិនបាច់ខ្វល់មិនអីទេជាពួកម៉ាក់ខ្លួនឯងហ្នឹងថាគ្នាគឺក្រោយពេលដែលគាត់ប្រាប់ហើយហ្នឹងគឺគាត់បានឃើញពួកម៉ាក់របស់គាត់ឈ្មោះលីនដាដែលបានស្លាប់ទៅហ្នឹងណាគឺដើរចូលមកតាមទ្វាររួចលូនទៅក្រោមគ្រែហ្នឹងគាត់គ្នាដំបងគាត់គិតថាជាពិសីលូនទៅក្រោមគ្រែទៅរបស់គាត់ក៏អោនទៅមើលពេលគាត់អោនទៅមើលតាមគាត់ឃើញថាម្នាក់មួយលីនដាហ្នឹងមើលមកគាត់ចាទឹកមុខគឺស្មាល់ថេងមើលមកគាត់មកអស់គ្នាមើលមកគាត់ទឹកមុខស្មាល់ហើយមិននិយាយអីទាំងអស់តែពេលគាត់ឃើញហ្នឹងណាគឺគាត់ដឹងច្បាស់ថាពួកម៉ាក់របស់គាត់គឺកំពុងតឡងគាត់នឹងហើយក៏គាត់នឹងអត់ដូចអីដែលគាត់ប្រាប់ពួកម៉ាក់របស់គាត់ថាជាមិត្តភក្តិខ្លួនឯងទេមិនខ្លាចទេគាត់ឃើញតែម្ដងគឺគាត់សុំរើចេញហ្មងដោយសារគាត់ទទួលយកអត់បានទេនៅដល់គ្នាចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកមកនេះក៏មានប៉ុណ្ណឹងដែរបើសិនតើអ្នកគ្នាមានរឿងចែកម្លែកវិញណាកុំភ្លេចឆាតមកក្នុងអាជីពខ្ញុំផង